សួស្តីបងប្អូនអ្នកសិក្សាភាសាអង់គ្លេសជាពិសេសបងប្អូនដែលកំពុងសិក្សាភាសាអង់គ្លេសថ្ងៃនេះខ្ញុំនឹងលើកយកមេរៀនមួយតទៅជាមួយនឹង verbs អូខេ regular verb and irregular verb កិរិយាសព្ទទៀងទាត់និងកិរិយាសព្ទមិនទៀងទាត់ព្រោះថាសម្រាប់បងប្អូនដែលកំពុងសិក្សាភាសាអង់គ្លេសខ្លះគឺច្រឡំតើពេលណាយើងគួរតែប្រើ regular verb ពេលណាគួរតែប្រើ irregular verb តើវាខុសគ្នាយ៉ាងម៉េចណានៅក្នុងអតីតកាលអូខេថ្ងៃនេះយើងមកសិក្សាលម្អិតទៅតមួយវា regular verb ហ្នឹងបកប្រែថាកិរិយាសព្ទទៀងទាត់កិរិយាសព្ទទៀងទាត់កន្លែងនេះគឺចង់សម្ដៅទៅលើនៅពេលយើងពី base form ពីទម្រង់ដើមទៅជា past form ទម្រង់អតីតកាលណាតើយើងថែមមួយអីខ្លះឥឡូវយើងមើលទាំងអស់គ្នា what are regular verb តើ regular verb កិរិយាសព្ទទៀងទាត់គឺជាអ្វីណាOkay, verb that form the past tense by adding ed or d គឺជាកិរិយាសព្ទដែលគឺជាទម្រង់កិរិយាសព្ទមួយដែលយើងធ្វើនៅក្នុងអតីតកាលដោយបន្ថែម ed ឬក៏ d យើងថែម ed លុះត្រាតែកិរិយាសព្ទហ្នឹងវាមិនបញ្ចប់ដោយ e គឺយើងថែម ed តែបើសិនតែកិរិយាសព្ទហ្នឹងវាបញ្ចប់ដោយ d ដោយ e យើងថែមតែ d ទេណាអូខេសូមមើលទាំងអស់គ្នា example walk ហ្នឹងគឺវាបញ្ចប់ដោយ k អញ្ចឹងហើយយើងធ្វើទៅជាអតីតកាលយើងថែម ed walked walked ed អានេះគឺជាទម្រង់អតីតកាលអូខេ played ed អូខេនេះគឺជាទម្រង់អតីតកាល talked ed love នេះគឺវាបញ្ចប់ដោយ e អញ្ចឹងហើយយើងថែមតែ d ទេនៅពេលយើងធ្វើទៅជាអតីតកាលណា verb នៅក្នុងអតីតកាលអូខេនេះគឺជាកិរិយាសព្ទទៀងទាត់នៅពេលវាធ្វើទៅជាអតីតកាលទម្រង់អតីតកាលយើងអាចថែម d we can add ed or d in the past អូខេនេះគឺជាទម្រង់កិរិយាសព្ទទៀងទាត់យើងថែមតែ ed ឬក៏ d នោះទេនៅពេលយើងធ្វើទៅជាអតីតកាលណាអូខេសង្ឃឹមថាអ្នកនរគ្នាយល់ហើយឥឡូវយើងមកមើលទម្រង់របស់វា regular verb pattern គំរូនៃកិរិយាសព្ទទៀងទាត់ base form ហ្នឹងមានន័យថាកិរិយាសព្ទទម្រង់ដើម plus ed យើងបូកជាមួយ ed គឺវាស្មើទៅនឹង past tense គឺជាកិរិយាសព្ទនៅក្នុងអតីតកាលណាឥឡូវយើងមើល worked ed opened ed right washed ed អានេះគឺយើងថែម ed នៅក្នុងអតីតកាលហ្នឹងគឺជាទម្រង់គំរូកិរិយាសព្ទទៀងទាត់នៅពេលយើងធ្វើទៅជាទម្រង់អតីតកាលអូខេតទៅមួយ spelling rule ឯវ៉ាន់ spelling rules verb and e add d កិរិយាសព្ទទាំងឡាយណាដែលបញ្ចប់ដោយ e យើងថែមតែ d ទេណាដូចជាពាក្យ move វាបញ្ចប់ដោយ e អញ្ចឹងយើងថែមតែ d ទេ moved អូខេមួយទៀត verb and in consonant កិរិយាសព្ទដែលបញ្ចប់ដោយ consonant បូកមួយ y បញ្ចប់ដោយ consonant យើងដឹងហើយយើងដកវិស្រៈ5ទៅសុទ្ធតែ consonant ណា consonant មកបបប្រែថាព្យញ្ជនៈ consonant plus y អូខេ change y យើងបដូរ y នេះទៅជា ied ណាអូខេនេះគឺជាគំរូកិរិយាសព្ទដែលយើងត្រូវថែមដូចជា carry យើងលុប y ទៅយើងជា carried ថែម ied yes អូខេនេះគឺជា spelling rule របស់វាយើងត្រូវចាំគ្នាយើងខ្លាចថ្ងៃក្រោយទៅយើងអត់ដឹងថាពាក្យ carry យើងថែមតែ ed ឬមកយ៉ាងម៉េចគឺខុសហើយយើងត្រូវតែ change y ទៅជា ied នៅពេលយើងធ្វើទៅជា verb past ណា verb នៅក្នុងអតីតកាលអូខេសង្ឃឹមថាអ្នកទាំងអស់គ្នាអាចយល់បានហើយតទៅជាមួយនឹង regular verb pattern ហ្នឹងណាគំរូនៃកិរិយាសព្ទទៀងទាត់អូខេឥឡូវសូមមើលirregular verb កិរិយាសព្ទមិនទៀងទាត់តើកិរិយាសព្ទមិនទៀងទាត់យើងគួរតែប្រើយ៉ាងម៉េចណាអូខេ what are irregular verb តើ irregular verb គឺជាអ្វីកិរិយាសព្ទទាំងមិនទៀងទាត់គឺជាអ្វីណាអូខេ verb that do not follow the ed rule មានថាកិរិយាសព្ទដែលវាមិនអនុលោមទៅតាម ed ថែម ed rule នោះទេណាឬក៏ d ឬក៏ ied នោះទេមានន័យថាវាផ្លាស់ប្ដូររូបរាងរបស់វាទាំងស្រុងណាវាផ្លាស់ប្ដូររូបរាងវាមិនថែម ed ឬក៏ d នោះទេdo not follow the ed rule អូខេ
Okay, their past tense form must be memorized. Yeah, must be memorized. មានថាតម្រងអតីតកាលរបស់ពួកគេតម្រងអតីតកាលរបស់ពួកគេយើងត្រូវតែមានការចងចាំព្រោះថាវាអត់មាន time ed ទេវាមានថាផ្លាស់ប្ដូររូបរាងរបស់វាណាដូចជាគេ go ទៅជា when ឃើញទេយើងត្រូវតែ memorize វាណាត្រូវតែចងចាំមកវា memorize ហ្នឹងបើបែរចងចាំណាត្រូវតែចងចាំ go when យ៉ាឃើញទេវាអត់មាន time ed ទេអញ្ចឹងហើយបានគេឲ្យឈ្មោះថា irregular verb កិរិយាសព្ទមិនទៀងទាត់នៅពេលយើងធ្វើទៅជានៅក្នុង verb past ណា it ទៅជា add it add ចា it add អញ្ចឹងទៅវាអត់មាន time ed ទេ see saw ណា see saw have had have had ឃើញទេមានបានមាន make mad បង្កើតបានបង្កើតអូខេហើយគ្នាយើងត្រូវចាំថាតទៅជាមួយនឹងអតីតកាលនេះគឺយើងបកប្រែថាបានទាំងអស់ណាដូចជាគេ go ទៅដល់ពេល when បានទៅ eat ញ៉ាំ at បានញ៉ាំ see ឃើញ saw បានឃើញ have មាន had បានមាន make បង្កើត made បានបង្កើតឃើញទេយើងបកប្រែថាបានហ្នឹងគឺវាស្ថិតនៅក្នុងអតីតកាលព្រោះយើងណាអូខេplease move to irregular verb everyone ឥឡូវយើងសូមមើល irregular verb ទាំងអស់គ្នា some irregular verb change in different way វាមានថា irregular verb ហ្នឹងគឺវាមានការផ្លាស់ប្ដូររូបរាងផ្សេងគ្នាណាអាស្រ័យទៅលើកិរិយាសព្ទរបស់វារៀងខ្លួនឧទាហរណ៍ថា sing សេងសាំងឧទាហរណ៍ថា sing សេងសាំងណាហើយបើសិនតែយើងតែដឹងថា verb 1 verb 2 verb 3 ហ្នឹងណា base form ហ្នឹងគឺគេហៅ verb 1ហើយនេះ verb past ហ្នឹងគឺ verb 3ដល់ពេល past participle ហ្នឹងគេហៅថា verb 3 yeah សាំងហ្នឹងគឺជា past participle verb ហៅថា verb ទី3ហ្នឹងណា verb 1 verb 2 verb 3ហ្នឹងឯង go ទៅជា when ហើយនឹង gone ឬក៏ been yeah gone និង been gone និង been នេះខុសគ្នាត្រង់ថា gone ហ្នឹងទៅហើយមិនទាន់មកវិញទេតែ been ទៅហើយគឺត្រឡប់មកវិញហើយវាទៅទៅបទពិសោធន៍ណា yes អាហ្នឹងគឺពាក្យ12ហ្នឹងគឺខុសគ្នាបែបហ្នឹង go when gone ឬក៏ been ដល់ពេល cut អត់មានផ្លាស់ប្ដូររូបរាងរបស់វាទេណាគឺមានថា verb ទី1ក៏អញ្ចឹង verb ទី2ក៏អញ្ចឹង verb ទី3ក៏អញ្ចឹង cut ដល់ពេល sit sad ឃើញទេ sit sad យ៉ាវាផ្លាស់ប្ដូររូបរាងវា change បែបហ្នឹងណា Okay, right here, sorry, right, not why. Rise, wrote, written. Yeah. Write, wrote, written. ថាសរសេរបានសរសេរបានសរសេរណា written. Drink, drank, drunk. Yeah, verb 1, verb 2, verb 3. Drink, drank, drunk. Find, found. Yeah, find, found. Try, throw, driven. Try, throw, driven. Yeah. Try throw 3 again. Okay, stand, stood. Yes, stand, stood. ឃើញទេវាផ្លាស់ប្ដូររូបរាងបែបអញ្ចឹងហ្នឹងពេលវាទៅជា verb 1 verb 2 and verb 3 Okay ឥឡូវយើងមើល compare គ្នាយេយើង compare គ្នារវាង regular verb ហើយនិង irregular verb យើងប្រៀបធៀបកិរិយាសព្ទទៀងទាត់និងកិរិយាសព្ទមិនទៀងទាត់តើវាខុសគ្នាយ៉ាងម៉េច Okay here regular verb មានថា add ed យើងថែមតែ ed ទេអាហ្នឹងគេហៅថាកិរិយាសព្ទទៀងទាត់គឺយើងថែមតែ ed ទេណាដល់ពេល irregular verb change form វាផ្លាស់ប្ដូរទម្រង់របស់វាឥឡូវសូមមើលកិរិយាសព្ទទៀងទាត់មុន walked yeah ថែម ed verb ទី1 verb ទី2 verb ទី3គឺយើងថែមតែ ed ទេ play yeah type ឃើញ ed yes sell yeah call ed phone needed yeah ត្រូវការបានត្រូវការណាណែ phone ហ្នឹងគឺ call តែទៅណា phone ហ្នឹងបានតែបាន call ហ្នឹងឯងណាអូខេនេះយើង compare គ្នា regular verb យើងថែម ed irregular verb គឺយើង change form មកវាណា change form យើង change form មកវា yeah Okay please move to our exercise 1 to make all of you know clearly about the
irregular verb and irregular verb ឥឡូវសូមមើល exercise ទាំងអស់គ្នាដើម្បីឲ្យអ្នកសិក្សាទាំងអស់គ្នាគឺយល់កាន់តែច្បាស់រវាង regular verb និង irregular verb តើវាខុសគ្នាយ៉ាងម៉េចណា Okay identify the verb type ចាសូមកំណត់សម្គាល់នៅប្រភេទកិរិយាសព្ទនៅប្រភេទកិរិយាសព្ទ decide សម្រាប់ចិត្តណា if ថាតើ each មានថា each នៅកន្លែងហ្នឹងគឺ each word ពាក្យនីមួយៗជា regular verb ឬមួយក៏ irregular verb ជាកិរិយាសព្ទទៀងទាត់ឬក៏កិរិយាសព្ទមិនទៀងទាត់ណាអូខេសូមធ្វើទាំងអស់គ្នាចាំតើប្រភេទអញ្ចឹងជាប្រភេទកិរិយាសព្ទទៀងទាត់ឬមួយក៏មិនទៀងទាត់គ្នាយើងទាំងអស់គ្នាសូមឆ្លើយទាំងអស់គ្នាណា Yeah the answer is yeah regular verb វាជា regular yeah ឲ្យតែ time ed គឺជា regular verb ហើយកិរិយាសព្ទទៀងទាត់ណា Okay number 2 buy bought ទិញបានទិញតើប្រភេទកិរិយាសព្ទបែបនេះតើវាជា regular ឬក៏ irregular ណា The answer is yeah irregular ជាកិរិយាសព្ទមិនទៀងទាត់ Number 3 cooked yeah The answer is yeah regular verb ជាកិរិយាសព្ទទៀងទាត់ណាជាកិរិយាសព្ទទៀងទាត់ Number 4 spoke yeah speak and spoke okay តើវាជាកិរិយាសព្ទទៀងទាត់ឬមួយក៏មិនទៀងទាត់ The answer is yeah irregular verb irregular right yes and number 5 cleaned the answer yeah regular verb everyone regular verb okay please move to circle the correct past tense verb yeah ចូលជ្រើសរើសចម្លើយឲ្យត្រឹមត្រូវតើនៅក្នុងវងកញ្ចក់ហ្នឹងតើយើងយកមួយណាដែលត្រឹមត្រូវនៅក្នុង past tense verb ណា now one she went or she go to school yesterday the answer is she went yes she went to school yesterday and number 2 they played ឬក៏ play ed ឬក៏អត់នៅក្នុងអតីតកាល last week ណា the answer is played ed right with ed and number 3 he ate or he eats all the cookie yeah? Yes the answer is ate okay and number 4 I clean ឬក៏ I clean អត់មាន ed my room the answer is cleaned yes and number 5 we saw ឬក៏ we see a rainbow the answer is saw right okay the answer is saw okay please move to other exercise one okay change each verb to its correct past tense form គឺយើងឲ្យផ្លាស់ប្ដូរណាពីទម្រង់កិរិយាសព្ទ base form ទៅជា past tense form ទៅជាទម្រង់អតីតកាលណាអូខេសូមមើលបន្តិចមកគ្នាយើងហើយសម្រាប់ថាតើយើងគួរធ្វើយ៉ាងម៉េចណាយើងសរសេរយ៉ាងម៉េច Okay number 1 everyone number 1 go ទៅជា the answer is when yeah the answer is when and number 2 talk idea talked number 3 see saw yeah saw and number 4 cook the answer is cook ed right cooked ed and number 5 take អបយកដល់ពេលបានយក took yeah took បានយកណា and number 6 wash លាងសម្អាតដល់ពេលបានលាងសម្អាត washed yeah washed number 7 write សរសេរដល់ពេលបានសរសេរ wrote yeah wrote បានសរសេរ number 8 loves the answer love time it តឌីមក number 9 give ឲ្យដល់ពេលបានឲ្យ gave yeah gave ហ្នឹងគឺបានឲ្យណា and number 5 open the answer is
opened yes នេះគឺជាចម្លើយរបស់វាដែលត្រឹមត្រូវthìយើងសូមចាំឲ្យបានច្បាស់ជាពិសេសតទៅជាមួយនឹង irregular verb យើងត្រូវចាំត្រូវតែចងចាំវាណា Okay ខ្ញុំសង្ឃឹមថា I hope this lesson all of you understand about it and if you have any answer or comments yeah please comment below my channel I will explain you one by one អូខេជាចុងបញ្ចប់វីដេអូហ្នឹងក៏សូមអ្នកសិក្សាទាំងអស់គ្នាគឺទទួលបានជោគជ័យគ្រប់ភារកិច្ចហើយនឹងសិក្សាកាន់តែជោគជ័យពីមួយថ្ងៃទៅមួយថ្ងៃណាសង្ឃឹមថាយើងបានមើលវីដេអូហើយគឺយើងចេះយើងយល់ហើយយើងយកទៅប្រើប្រាស់បានអូខេ thank you everyone at the end of the lesson I would like to say thank you for watching this video thank you